នេះគឺខ្ញុំដល់ម៉ោងដែលខ្ញុំត្រូវដាក់ចំណី IVC ទៀតហើយបងប្អូនមកទៅម៉ោងមិន10ជាងវា2:10ហើយបងប្អូនចឹងឥឡូវមួយថ្ងៃខ្ញុំដាក់មួយថ្ងៃ3ដង OVC ច្រើនចឹងតែខ្ញុំត្រូវដាក់3ដងទៅពេលកុំឲ្យវាភ្លៀងអីចឹងណាហើយទឹកអីក៏យើងត្រូវតែដាក់ទឹកក៏ត្រូវតែដាក់តិចជាងដែរមួយថ្ងៃខ្ញុំដាក់តែ2ដងទេព្រោះកន្លែងដាក់ទឹកនេះវារៀងធំចឹងដល់ពេលទៅវាផឹកអត់ងាយអស់ហើយបងប្អូនណាចឹងពេលដែលខ្ញុំដាក់ចំណីឲ្យព្រៀបមុនហ្នឹងប្រហែលជា4 ទៅ 5 ម៉ោងមកខ្ញុំដាក់ម្ដងចឹងណាបងប្អូនចឹងពេលព្រឹកខ្ញុំដាក់ម៉ោង6 ទៅម៉ោង 7ហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់ចំណីឲ្យវាហើយតែជាម៉ោង2 ទៅ 10ឬក៏មិន10ជាង2 10ហ្នឹងគឺខ្ញុំចាប់ផ្ដើមដាក់ឲ្យវាម្ដងទៀតចឹងបងប្អូនចឹងដើម្បីកុំឲ្យវាឃ្លានចឹងណាមេនោះបែរចង់រូបពងហើយបងប្អូនចឹងចូលសបុកឲ្យគឺខ្ញុំបានដាក់សបុកឲ្យវាចូលពងចឹងណាបងប្អូនចឹងមេនេះក៏ដូចគ្នាដែរហើយចង់រូបពងដែរបងប្អូនចឹងព្រោះកូនវាធំអស់ហើយនៅពេលចឹងវាពងមួយសាទៀតចឹងណាបងប្អូនចឹងតើកូនវាដុះរោមចិត្តខ្លួនគឺវាចាប់ផ្ដើមពងមួយសាទៀតហើយនិយាយរួមគឺព្រៀបមាន់នេះគឺយើងចិញ្ចឹមយកពង